មានបងស្រីម្នាក់គាត់សួរថាលោកគ្រូកូនខ្ញុំមានកូនកណ្ដោងកពី3គ្រាប់ហើយស្ទាបទៅនៅនឹងវាអត់បាត់សោះហើយទៅជួបគ្រូពេទ្យជំនាញខាងកុមារជំនាញខាងឈាមជំនាញខាងហារិចទៅជួបគ្រូពេទ្យគាត់ថាស្ទាបយកទៅដៃទៅស្ទាបសោះហើយគ្រូពេទ្យឆ្លើយថាអត់អីទេតាមដានទៅហើយគាត់នៅមិនអត់ចិត្តនៅតែបារម្ភថាខ្លាចកូនកើតជំងឺអីចឹងទៅកន្លែងនេះខ្ញុំចង់ឲ្យបងយល់ថាធម្មតាជាម្ដាយពុកគឺបារម្ភហើយគ្រូពេទ្យក៏ចឹងដែរមុននឹងឆ្លើយថាអត់អីហ្នឹងគឺដល់ប្រកបចិត្តណាស់ហើយប៉ុន្តែគ្រូពេទ្យក៏មិនចេះតែប្រផិតភ័យអ្នកជំងឺអត់អីផងថាអីឲ្យធ្វើនេះធ្វើនោះខុសជីវៈខុសសិលធម៌ក៏ត្រូវដែរអញ្ចឹងកន្លែងនេះបប្រតិបត្តិនេះខ្ញុំក៏ជួបច្រើនដែរបងក្មេងអាយុ2-3ឆ្នាំក្មេងមុនចូលសាលាឬក្មេងកំពុងចូលសាលារៀនគឺថាងាយឆ្លងមេរោគតាមខ្យល់ដកដង្ហើមប្រសាញ់អញ្ចឹងប្រព័ន្ធការពារកូនក្មេងពងប្រឹងតបទល់ទៅវិញអញ្ចឹងងាយឡើងកូនកណ្ដោងម្ដងកម្ដងក្រោមនឹងជួបក្មេងឈឺថ្មិញកណ្ដោងថ្មិញដកវិញមានកូនកណ្ដោងតែមានអាចមានអញ្ចឹងបើកូនកណ្ដោងនោះស្ទាបទៅអត់ឈឺអត់ធំលឿនអត់ប៉ោងធំលឿនប្លែកអត់ឈឺអត់ក្រហមអត់អីទេភាគច្រើនគឺជាកូនកណ្ដោងកើតឡើងដោយសារការពារខ្លួនគាត់ទេប៉ុន្តែការពារខ្លួនគាត់គឺការពារទៅនឹងពួកជំងឺដូចជំងឺបាក់មិញអញ្ចឹងអាចផ្ដាសាយរ៉ាំរ៉ៃលេខចំពោះគាត់រ៉ាំរ៉ៃក៏អាចមានអញ្ចឹងប៉ុន្តែអត់អីក្នុងន័យនេះមិនមែនមានន័យថាយើងអត់ខ្វល់សោះទេត្រូវបន្តទៅផ្ទះតាមដាននឹងឯងមើលធំជាងមុនអត់មើលឈឺអត់បើឈឺវាអាចលាកកូនកណ្ដោងហ្នឹងអាចជាល្បែងកូនកណ្ដោងអាចជាលាកកូនកណ្ដោងត្រូវទៀមទៀតទៅជួបពេទ្យបន្ថែមទៀតហើយតាមដាននោះវានៅបន្តធំហើយកូនមានសញ្ញាផ្សេងទៀតហូបអត់សូវបានក្តៅខ្លួនបែកញើសស្រក់គីឡូកូនធ្វើຕົកអ្នកងក់កូនសុខភាពល្អនិងកូនឈឺយើងឃើញប្លែកលឿនហើយអញ្ចឹងយកទៅជួបពេទ្យទៀតអត់ស្រួលយកទៅជួបពេទ្យទៀតតែបើល្អរហូតសុខភាពល្អលេងធម្មតាទៅរៀនធម្មតាគាត់ណាតាមដានចោះភ្នែកយើងតាមសារសង្កេតមើលចោះមានអីផ្លែជួបពេទ្យទៀតតែបើដល់ថាអត់ភ័យយកកូនទៅ scan យកកូនទៅចោះយកកូនទៅបូមធ្វើនេះធ្វើនោះក៏ហួសការពិតពេកក៏អត់ត្រូវដែរអញ្ចឹងពិតភ័យជ្រុលពេកក៏អត់ត្រូវហើយអត់ខ្វល់សោះពេកក៏អត់ត្រូវដែរអញ្ចឹងករណីនេះគឺថាបន្តតាមដានយកចិត្តទុកដាក់តាមដានមានអីផ្លែជួបគ្រូពេទ្យមានអីផ្លែជួបគ្រូពេទ្យនឹងឯងហើយគ្រូពេទ្យគាត់វិភាគគាត់មើលអីដែលចាំបាច់ត្រូវមើលតែឈាមទៅចាំបាច់ធ្វើអីគាត់ធ្វើមិនមែនចេះតែឲ្យធ្វើនេះធ្វើនោះអស់លុយខាតពេលវេលាឲ្យកូនយើងឈឺចាប់អញ្ចឹងទេអត់ទេហ្នឹងហើយតែបើចាំបាច់ត្រូវធ្វើករណីខ្លះចាំបាច់ត្រូវធ្វើមែនមានសញ្ញាប្លែកដូចខ្ញុំរាប់អញ្ចឹងគឺថាអាចសង្ស័យជាមហារីកឈាមអាចសង្ស័យជាមហារីកកូនកណ្ដោងអាចសង្ស័យជាល្បីឬអាចសង្ស័យជាអីទាមទារឲ្យតែមានអីជាសង្ស័យទាមទារចាំបាច់ត្រូវតែវិភាគឲ្យច្បាស់ថាអីឬមិនអីបើអីមុខមួយណាត្រូវព្យាបាលមិនតាន់ពេលវេលាហ្នឹងសំខាន់